ញ្ញាធរថៃបានស្នើកម្ពុជាឲ្យបើកព្រំដែនសម្ដេចអធិបតីបានតបវិញមិនបាច់ស្នើមកកម្ពុជាទេតែត្រូវស្នើអ្នកមានអំណាចពិតប្រាកដនៅថៃសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើសារដល់ប្រជាជននិងអាជ្ញាធរថៃមិនបាច់ស្នើកម្ពុជាឲ្យបើកច្រកព្រំដែនឡើងវិញទេព្រោះកម្ពុជាមិនមែនជាអ្នកបិទព្រំច្រកព្រំដែនមុនឡើយប៉ុន្តែអ្នកដែលអាជ្ញាធរនិងប្រជាជនថៃខ្លួនឯងត្រូវតែស្នើនោះគឺជាអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃសម្ដេចអធិបតីគូបញ្ជាក់ដូច្នេះនៅរសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះបន្ទាប់ពីកម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវនិងស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរនឹងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជំវិញសំណាក់ខាងលើនេះរបស់អាជ្ញាធរថៃសម្ដេចនាយករដ្ឋមន្ត្រីបានឆ្លើយតប4ចំណុចដូចនេះថាទី1កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនទើបបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភាឆ្នាំ2025មិនបិទច្រកព្រំដែនព្រោះកម្ពុជាមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេទី2កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេប៉ុន្តែកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7ខែមិថុនាឆ្នាំ2025មិនតែប៉ុណ្ណោះកងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទបើកជាឯកតោភាគីនៅតាមបណ្ដាព្រំដែនមួយចំនួនរហូតដល់ថ្ងៃទី24ខែមិថុនាដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខទី3ភាពមិនច្បាស់លាស់នឹងការប្រែក្រឡាស់ភ្លាមមិនពិតប្រាកដនៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃរួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែងចំណុចទី4ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី7ខែមិថុនាកន្លងទៅសម្រាប់បើកច្រកព្រំដែនឲ្យដូចស្ថានភាពដើមជាឯកតោភាគីវិញពេលនោះកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាវិញយ៉ាងយូរបំផុត5ម៉ោងប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាគុណសោយនៃការបើកច្រកព្រំដែនគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយដូច្នេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់មានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញមិនចាំបាច់ស្នើមកកម្ពុជាទេប៉ុន្តែសូមស្នើទៅកាន់អ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យគេបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដោយមុនថ្ងៃទី7ខែមិថុនានឹងត្រូវផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះអ្វីនឹងត្រឡប់ទៅជាដំណើរការជាប្រក្រតីដូចមុនវិញ